តែអ្នកទាំងអស់គ្នាមានអារម្មណ៍ថាញ័រទេបាទឬក៏មានអារម្មណ៍ភ័យខ្លាចទេនៅពេលដែលអ្នកទាំងអស់គ្នាចង់ធ្វើបទបង្ហាញដែលអង់គ្លេសគេថា public speaking ណាការនិយាយជាសាធារណៈបាទខ្ញុំជឿជាក់ថាមនុស្សភាគច្រើនមានអារម្មណ៍ថាភ័យខ្លាចញ័រនៅពេលដែលចាប់ដើមឡើងទៅនិយាយជាមួយមហាជនទូទៅគឺចាប់ដើមញ័រតែម្ដងខ្ញុំជឿអញ្ចឹងបាទដោយសារតែខ្ញុំមានធ្លាប់មានបទពិសោធន៍ជួនកាលយើងនិយាយអ្វីដែលយើងនិយាយបានអស់ហើយខាងក្រៅនិយាយបានអស់ហើយតែឡើងដល់លើភ្លេចអស់លេងតែម្ដងបាទតែខ្ញុំមានវិធីសាស្ត្រមួយអាចជួយបងប្អូនយើងក៏យ៉ាងមិនដែលមានការស្លន់ស្លោឬក៏ភ័យខ្លាចនៅពេលដែលធ្វើបទបង្ហាញជាមួយនឹងមហាជនណាបាទគឺងាយទេបាទគឺមុននឹងពេលដែលបងប្អូនយើងចាប់ផ្ដើមធ្វើបទបង្ហាញ presentation ហ្នឹងគឺជំហានទី1យើងត្រូវតែដឹងថាតើប្រធានបទរបស់យើងចង់និយាយពីអ្វីមែនតើទៅអាហ្នឹងតើយើងយល់ដឹងច្រើនតាក់ទងពីនឹងតែងសេចក្តីណាបាទព្រោះតែងសេចក្តីវាមានសេចក្តីផ្ដើមទូលសេចក្តីហើយនិងសេចក្តីបញ្ចប់ប៉ុន្តែចំពោះ public speaking របស់យើងគឺយើងយកតាមលំនាំនឹងតែយើងអាចបញ្ចេញបញ្ចូលតាមស្ថានភាពជាក់ស្ដែងហើយអ្នកខ្លះពេលដែលនិយាយហើយដល់ពេលបញ្ចប់យ៉ាងម៉េចទេបាទអាហ្នឹងគឺថានេះជាកត្តាទី1អាហ្នឹងយើងត្រូវច្បាស់ការងារតែម្ដងប្រធានបទគេនិយាយពីស្អីយើងត្រូវយល់ច្បាស់ពីហ្នឹងហើយបន្តមកទៀតកត្តាទី2ហ្នឹងគឺបងប្អូនត្រូវជឿជាក់លើខ្លួនឯងថាអ្នកដែលកំពុងស្ដាប់យើងហ្នឹងគឺសិតតែអ្នកដែលនៅក្រោមអំណាចយើងទាំងអស់មិនថាមើលងាយឬគឺឲ្យតម្លៃគេថាយើងត្រូវចាត់ទុកថាយ៉ាងតែម្ដងគឺយើងអត់អាចខ្លាចអ្នកណាទេគឺមានតែយើងនឹងឯងដែលអ្នកដែលមានអំណាចជាងគេក្នុងការនិយាយនៅក្នុងការធ្វើបទបង្ហាញហ្នឹងបាទនឹងយើងតយើងមើលចឹងចំណុចទី3យើងត្រូវមើលថាតើពេលដែលយើងចាប់ផ្ដើមធ្វើបទបង្ហាញហ្នឹងតើមានមនុស្សប្រមាណអ្នកដែលគេស្ដាប់យើងហើយមនុស្សប្រមាណអ្នកដែលគេមិនស្ដាប់យើងនេះគេស្ដាប់យើងចំណុចទី4យើងអាចវិតម្លៃថាអ្នកស្ដាប់យើងប្រហែលភាគរយហើយអញ្ចឹងពេលនោះយើងអាចនិយាយទៅគឺទៅចំគោលដៅតែម្ដងបាទចំគោល